ជាបញ្ហាដែលម្ចាស់ចការចន្ទីទាំងអស់គ្នាមិនចង់ជួបប្រទះទេបងប្អូនមានចៃសហើយសំខាន់ក្របចន្ទីសិតតែជាប់ស្អិតនៅលើក្របទៀតហើយចក្របខ្លះគឺឡើងអុចក្របហើយមានផ្សិតហើយអញ្ចឹងសម្រាប់ដំណាក់កាលនេះបងប្អូនគួរតែប្រើអីទី1គឺបងប្អូនត្រូវបាញ់កម្ចាត់និងលាងសម្អាតពពុះចៃសប៊ូតែសម្មាលទ្រីបស្រឹងជាមួយនឹងតោបអាហារពីព្រោះថាតោបអាហារគឺជាប្រភេទថ្នាំត្រជាក់ដែលមិនមានផលប៉ះពាល់ទៅដល់ការនឹងក្តាប់ចន្ទីបងប្អូនទេវាមានពីរសមាសធាតុនៅក្នុងហ្នឹងគឺមានទី1គឺអ៊ីម៉ាមេទីនប៊ែនโซហើយនិងថៃមេថូសានដែលបានទាំងការពារបានទាំងកម្ចាត់រកពពុះសត្វល្អិតហើយនិងតកៅបាទហើយទី2បងប្អូនប្រើជាមួយនឹងតោក្លរ៉ាស់គឺទៅលាងសម្អាតក្របចន្ទីបងប្អូននេះដែលមានជាប់ស្អិតនេះកុំឲ្យវិវត្តទៅជាក្រាមផ្សិតពណ៌សឬក៏ជំងឺផ្សិតអង្ត្រានោះដែលធ្វើឲ្យចន្ទីរបស់យើងនោះទៅជាទុំកដបឬក៏ក្របអដាក់សាច់ទៅជារលុកដែលធ្វើឲ្យទិន្នផលបងប្អូនខាតគឺប្រើជាមួយនឹងតោក្លរ៉ាស់ដោយសារតោក្លរ៉ាស់មានពីរសមាសធាតុគឺមានប្រូក្លរ៉ាស់បូកជាមួយនឹងតេប៊ូកូណូសូបានទាំងការពារបានទាំងលាងសម្អាតបានទាំងព្យាបាលដល់សាច់ក្របចន្ទីរបស់យើងខាងក្នុងតែម្ដងអញ្ចឹងសម្រាប់បងប្អូនត្រូវការជីថ្នាំគឺខាងបងប្អូនមានតម្លៃពិសេសជូនទំនាក់ទំនងទិញអាចឆាតចូលពេកឬក៏ខមមកលេខទូរស័ព្ទខ្ញុំផ្ទាល់ដែលមាននៅក្នុងវីដេអូបាទ